បងកុំអោយវិញឆ្ងាយហោហែពេកគេថាយើងស្មានទៀតឡើយខ្ញុំគ្រាន់តែណែនាំបងថាបើសិនជាបងចាំជុកលក្ខណៈគ្រួសារតិចតួចតូចតាចទេបងគួរតែចំណាយពេលតិចទៅបងណាទិញមេចំណីលីងទួយស៊ីទៅសំណួរនេះខ្ញុំធ្លាប់បានឆ្លើយនៅក្នុងវីដេអូមុនច្រើនហើយដែរឥឡូវនឹងបងប្រុសសួរទៀតខ្ញុំក៏សូមលើកមកឆ្លើយម្ដងទៀតជូនបងប្រុសក៏ដូចជាបងប្អូនផ្សេងៗដែលអត់ទាន់បានដឹងនៅចំណុចនេះម្ដងទៀតហើយនៅក្នុងវីដេអូដែលខ្ញុំធ្លាប់ឆ្លើយមុនខ្ញុំបាននិយាយថាការឲ្យស៊ីមេចំណីនឹងកន្ទក់មេចំណីមួយបេកន្ទក់150គីឡូក្នុងជ្រូកមួយក្បាលយើងបានគីឡូពី80ទៅ100គេថាខ្ញុំបើអញ្ចឹងមែនចំណីដែលយើងលាចំណីដែលខ្ញុំលាវាល្អជាងចំណីសម្រាប់របស់គេទៅទៀតណាហើយខ្ញុំនិយាយថាការឲ្យស៊ីចំណីសម្រាប់វាចំណាយច្រើនជាងមេចំណីលាងទួគេថាខ្ញុំស្មានហើយខ្ញុំចិញ្ចឹមជូរប្រហែលឆ្នាំមកនេះខ្ញុំយករឿងហ្នឹងមកអង្គុយស្មានឯងបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះដើម្បីតបទៅនឹងសំណួររបស់បងកុំឲ្យវិញឆ្ងាយហោហែពេកគេថាយើងស្មានទៀតឡើយហើយខ្ញុំគ្រាន់តែណែនាំបងថាបើសិនជាបងចិញ្ចឹមជូរលក្ខណៈគ្រួសារតិចតួចតូចតាចទេបងគួរតែចំណាយពេលតិចទៅបងណាទិញមេចំណីលាងទួស៊ីទៅវាចំណាយតិចចំណេញច្រើនប៉ុន្តែបើបងឬក៏បងប្អូនយើងផ្សេងទៀតដែលចិញ្ចឹមជូររាប់រយក្បាលចូលដល់ថ្នាក់កសិដ្ឋានទៅហើយនោះសួរថាឲ្យគាត់មានពេលណាមកលាងទួដូចយើងហើយសួរថាចុះបើគាត់មិនមានពេលមកលាងទួដូចយើងគាត់ឲ្យស៊ីចំណីសម្រាប់គាត់ខាតមែនគាត់អត់ខាតទេគាត់អត់ខាតទេណាគាត់ថាគេចិញ្ចឹមច្រើនចំណេញតិចអញ្ចឹងគេយកអានតិចតិចទៅគុណនឹងបរិមាណជូរដែលច្រើនពេលគេឃើញការចំណេញរបស់គេវាច្រើនចុះបើយើងចិញ្ចឹមតិចយើងដាក់ចំណីស្រេចឲ្យស៊ីចំណេញតិចគុណនឹងតិចទៀតកាន់តែតិចទៅទៀតអញ្ចឹងណាដូចខ្ញុំជាដើមនេះបងប្អូនយើងផ្សេងៗជាដើមដែលគាត់លាមេចំណេញនឹងទួឲ្យស៊ីសួរតែខ្ញុំសួរតែបងប្អូនយើងផ្សេងៗគាត់ទំនេរណាស់ទៅអីគាត់ឧស្សាហ៍ណាស់ទៅអីគាត់មិនខ្ជិលទៅអីក្នុងការលាខ្ជិលទៅប៉ុន្តែធ្វើម៉េចយើងចង់បានចំណេញច្រើនណាយើងចង់បានចំណេញច្រើនព្រោះការចិញ្ចឹមជូររបស់យើងវាតិចតួចអញ្ចឹងបើយើងចំណាយច្រើនចំណេញតិចជឿថាបងប្អូនក៏ចង់បានចំណេញច្រើនដែរមែនទេប៉ុន្តែបើគេចិញ្ចឹមច្រើនរាប់រយក្បាលរាប់ពាន់ក្បាលគេយកអាចំណេញតិចតិចទៅគុណនឹង100ក្បាលគុណនឹង1000ក្បាលគេបានចំណេញច្រើនអញ្ចឹងណាហើយខ្ញុំមានដែលបានទៅថាអូឲ្យតែស៊ីចំណីសម្រាប់ដឹងតែខាតហ្មងអូឲ្យតែស៊ីចំណីសម្រាប់ដឹងតែធំហ្មងជូរដឹងតែក្រិនហ្មងខ្ញុំអត់ដែរទេខ្ញុំគ្រាន់តែប្រៀបធៀបទៅលើការចំណាយប្រៀបធៀបទៅលើការពីព្រោះចំណីសម្រាប់ហើយនឹងមេចំណីលីកន្ទក់គឺវាមានតួនាទីក្នុងការរុញជ្រូករបស់យើងឲ្យបានដល់គោលដៅដូចគ្នានៅក្នុងរយៈពេលណាមួយប៉ុន្តែគាត់ថាចំណាយខុសគ្នាខ្ញុំឧទាហរណ៍បើយើងទៅបំពេញបើយើងធ្វើដំណើរដោយវិទ្យុបាយផ្សេងគ្នាវាច្បាស់ជាមានចំណាយផ្សេងគ្នាដូចគ្នាណាមុននឹងដល់បំពេញអ្នកខ្លះចំណាយអស់200000អីទៅបានដល់បំពេញអ្នកខ្លះចំណាយអស់500000អីទៅបានដល់បំពេញឬក៏3000000ទៅបានដល់បំពេញអញ្ចឹងប៉ុន្តែគោលដៅយើងទៅបំពេញដូចគ្នាតែហើយខ្ញុំនិយាយនេះក៏ខ្ញុំមិនមែនជាអ្នកលក់ចំណីដែរតិចឃើញខ្ញុំនិយាយមេចំណីលីកន្ទក់មេចំណីលីកន្ទក់ថាខ្ញុំ sponsor ថាខ្ញុំ promotion មេចំណីអីទៅគឺអត់មែនទេព្រោះខ្ញុំអត់មានអ្នកលក់ចំណីផងខ្ញុំអ្នកប្រើប្រាស់ខ្ញុំអ្នកចិញ្ចឹមជូរធម្មតាទេ